Hello everyone, welcome back to my YouTube channel, and today we are going to learn about how to write the uppercase letter O បាទជំរាបសួរអ្នកទាំងអស់គ្នាជាពិសេសបងប្អូនដែលទើបនឹងចាប់ផ្ដើមរៀនភាសាអង់គ្លេសបាទថ្ងៃនេះលោកគ្រូនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបសរសេរអក្សរ O ពុម្ពធំបាទអញ្ចឹងរបៀបសរសេរអក្សរ O ពុម្ពធំមានតែមួយរបៀបទេបាទហើយវាគឺជាអក្សរមួយដ៏ស្រួលបាទក្នុងការសរសេរអញ្ចឹងកុំឲ្យខាត់ពេលយូរតោះឥឡូវយើងរៀនសរសេរទាំងអស់គ្នាបាទអញ្ចឹងដំបូងបងប្អូនគ្រាន់តែទាញបាទពីចំណុចកំពូលឬក៏ចំណុចខាងលើហ្នឹងកោងមកបាទបែបនេះបាទបងប្អូនទាញអញ្ចឹងទៅហើយជាប់នៅចំណុចដែលបងប្អូនចាប់ផ្ដើមហ្នឹងមកជាការស្រេចអូខេនេះគឺជារបៀបសរសេរអក្សរ O ពុម្ពធំបាទអញ្ចឹងលោកគ្រូសង្ឃឹមថាអ្នកទាំងអស់គ្នាអាចបាទរៀនសរសេរអក្សរ O ពុម្ពធំដោយខ្លួនឯងបានតោះឥឡូវយើងបន្តទៅរៀនពាក្យចំនួន3ទៀតដែលបាទសរសេរចាប់ផ្ដើមឡើងដោយអក្សរ O ពុម្ពធំបាទទាំងអស់គ្នានេះគឺជាពាក្យទាំង3ដែលសរសេរចាប់ផ្ដើមឡើងដោយអក្សរ O អញ្ចឹងបន្ទាប់ពីបងប្អូនរៀនអំពីរបៀបសរសេរអក្សរ O ពុម្ពធំរួចហើយយើងមករៀននៅពាក្យចំនួន3ដែលសរសេរចាប់ផ្ដើមឡើងដោយអក្សរ O បាទពាក្យទី1នោះគឺ orange យើងអ្នកទាំងអស់គ្នាប្រែថាផ្លែក្រូចបាទ orange នេះគឺជាផ្លែក្រូច Do you like an orange អូខេហើយពាក្យទី2នោះគឺ otter បាទ otter នេះបងប្អូនប្រែថាសត្វភេបាទសត្វភេហើយពាក្យទី3នោះគឺ ox បាទ ox នេះបងប្អូនប្រែថាគោឈ្មោលឬក៏គោបាបាទអញ្ចឹងពាក្យថា ox នេះយើងប្រែថាប្រភេទគោតែគោឈ្មោលឬក៏គោបាបាទអញ្ចឹងអ្នកទាំងអស់គ្នាបានរៀនពាក្យទាំង3ហើយពាក្យទី1គឺ orange ពាក្យទី2គឺ otter ហើយពាក្យទី3គឺ ox បាទអញ្ចឹងលោកគ្រូសង្ឃឹមថាបងប្អូននឹងអាចចេះពីរបៀបសរសេរអក្សរ O ពុម្ពធំហើយនឹងពាក្យចំនួន3ដែលសរសេរចាប់ផ្ដើមឡើងដោយអក្សរ O បាទអញ្ចឹងវីដេអូយើងបានដល់ទីបញ្ចប់ហើយជួយបងប្អូនសូមជួយចុច Subscribe នៅវីដេអូនេះផងប្រសិនបើបងប្អូនពេញចិត្តហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូននឹងរៀនអំពីរបៀបសរសេរអក្សរ P ពុម្ពធំវិញម្ដងបាទអរគុណច្រើនជម្រាបលា